5សំណួរពីសង្គ្រាមត្រជាក់ហើយសំណួរទី1តើសង្គ្រាមត្រជាក់គឺជាអ្វីសង្គ្រាមត្រជាក់គឺជាការប្រឈមមុខដាក់គ្នារវាងប្លុកសេរីដែលមានសហរដ្ឋអាមេរិកជាមហាអំណាចនិងប្លុកកុម្មុយនីសសហភាពសូវៀតជាអំណាចដោយធ្វើការប្រណាំងប្រជែងគ្នាទៅលើមនោគមវិជ្ជាយោធាគ្រឿងសព្វាវុធសេដ្ឋកិច្ចបច្ចេកវិទ្យានយោបាយពោលគឺការកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតសំណួរទី2តើសង្គ្រាមត្រជាក់មានប្រភពមកពីណាចឹងសង្គ្រាមត្រជាក់គឺផ្ដើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះខ្លាចទៅជាទីប្រសពមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គ្រាមលោកទី2នៅឆ្នាំ1945និងសង្គ្រាមត្រជាក់ចាប់ផ្ដើមនៅឆ្នាំ1947និងបានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ1991នៅពេលដែលសហភាពសូវៀតដួលរលំទាំងស្រុងលើឆាកអន្តរជាតិសំណួរទី3តើប្រទេសកម្ពុជាទទួលរងផលប៉ះពាល់អ្វីខ្លះពីឥទ្ធិពលសង្គ្រាមត្រជាក់ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ជាច្រើនពីឥទ្ធិពលសង្គ្រាមត្រជាក់ទី1ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅឆ្នាំ1969ដល់ឆ្នាំ1973ទី2សម្រាប់ប្រជាជនអស់ជាច្រើនលាននាក់ទី3ពាណិជ្ជកម្មផ្នែកនយោបាយសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរទី4សង្គ្រាមស៊ីវិលពីឆ្នាំ1975ដល់ឆ្នាំ1979ពាណិជ្ជកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលនៅឆ្នាំ1973ដល់1979កើតមានសង្គ្រាមស៊ីវិលជាង3ទសវត្សរ៍គឺឆ្នាំ1970ដល់ឆ្នាំ1998សង្គ្រាមត្រជាក់សង្គ្រាមជាង3ទសវត្សរ៍ធ្វើឲ្យមានការផ្លាស់ប្ដូររបបនយោបាយជាញឹកញាប់រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពពីទីក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991សំណួរទី4តើសង្គ្រាមត្រជាក់នៅក្នុងទសវត្សរ៍ទីតើសង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ1950ដល់ឆ្នាំ1963បាននាំអ្វីខ្លះមកដល់ឧបទ្វីបឥណ្ឌូចិនចឹងសង្គ្រាមត្រជាក់នៅក្នុងទសវត្សរ៍ឆ្នាំ1950ដល់ឆ្នាំ1969បាននាំមកដល់ទ្វីបឥណ្ឌូចិនរួមមានទី1ប្រទេសនៅក្នុងតំបន់ឥណ្ឌូចិនទទួលបានឯករាជ្យមានស្វាភាពក្នុងការដឹកនាំប្រទេសទី2ប្រទេសកម្ពុជាទទួលបានអាជីវក្រឹតមានការអភិវឌ្ឍលើគ្រប់វិស័យទី3កម្ពុជាមានស្ថិរភាពនិងចូលជាសមាជិកអង្គការសហប្រជាជាតិទី4ការគៀបសង្កត់ពីមហាអំណាចមនោគមវិជ្ជាសេរីនិងកុម្មុយនីសទី5សង្គ្រាមនៅវៀតណាមខាងកើតសង្គ្រាមនៅវៀតណាមកើតឡើងទី6វៀតណាមបែងចែកជា2ផ្នែកគឺផ្នែកជា2គឺកុម្មុយនីសនិងសេរីទី7កម្ពុជាមានទំនាស់ជាមួយនឹងប្រទេសជិតខាងសំណួរទី5តើសង្គ្រាមត្រជាក់ផ្ដល់ផលវិបាកអ្វីខ្លះដល់ពិភពលោកចឹងសង្គ្រាមត្រជាក់បានផ្ដល់ផលវិបាកដល់ពិភពលោកដូចជាទី1អង្គការសហប្រជាជាតិពុំអាចបំពេញតួនាទីរបស់ខ្លួនបានដល់ឡើយរក្សាសិទ្ធិគ្រប់យ៉ាងទី2ប្រជាជាតិដែលទៅរួចផុតពីអាណានិគមត្រូវប្រឈមមុខនឹងមនោគមវិជ្ជាដែលបណ្ដាលឲ្យបែកបាក់ជាតិទី3ការរត់ប្រណាំងខាងសព្វាវុធបាននាំពិភពលោកទៅភាពមហន្តរាយនាំអាវុធប្រណ័យលោកនិងការបង្កើតបកសម្ព័ន្ធយោធាប្រឈមមុខដាក់គ្នាទី4ប្រជាជាតិដែលទៅរួចផុតពីអាណានិគមនិងប្រទេសទុនខ្សោយត្រូវប្រឈមមុខនឹងសង្គ្រាមស៊ីវិល
ដែលនាំមកនៅវិនិស្សកម្មនិងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងចុងក្រោយប្រទេសមួយចំនួនត្រូវបានបែងចែកជាពីរដូចជាប្រទេសវៀតណាមប្រទេសកូរ៉េនិងប្រទេសអាល្លឺម៉ង់ជាដើម